ចូលនៅថ្ងៃនេះដែរខ្ញុំសូមណែនាំតកតងជាមួយរបៀបនៃការប្រើប្រាស់ចក្រានអគ្គិសនី Brand Toyama ដែលជាផលិតផលរបស់សិង្ហបុរីនៅពេលដែលយើងធ្វើការដុតភ្លើងមកវានឹងលោតសញ្ញា4ដើម្បីបញ្ជាក់ថាវាអត់ទាន់ដំណើរការទេដើម្បីឲ្យចក្រានយើងដំណើរការយើងធ្វើការចុចបិទនឹងបើកនេះមួយមកបន្ទាប់មកយើងចង់ប្រើមុខងារណាមួយតកតងជាមួយនឹង hotpot តកតងជាមួយឆាជៀនឬមួយក៏តកតងជាមួយនឹងការអាំងសាច់ឬក៏យើងធ្វើស៊ុបយើងចុចតកតងជាមួយ function មកវានឹងលោតភ្លើងឲ្យយើងហើយយើងចុចទៅគឺយើងចង់ប្រើមុខងារណាមួយគឺយើងប្រើមុខងារហ្នឹងទៅបន្ទាប់មកយើងចង់ធ្វើការ hotpot យើងអាចបន្ថែមបន្ថយអង្សាបានតែបន្ថយយើងចុចសញ្ញាដកមកសញ្ញាបូកមានថាបន្ថែមអង្សាវាហើយបើយើងចង់ធ្វើការកំណត់នាទីយើងចុចកន្លែងសញ្ញាម៉ោងហ្នឹងមួយមកបន្ទាប់មកយើងអាចធ្វើការស្រេនាទីវាបាននៅពេលដែលនាទីយើងចង់បានប្រហែលនាទីយើងចុចទៅពេលដល់នាទីហ្នឹងគឺវាបិទហើយ0.2ហ្នឹងមានថា2នាទីបន្ទាប់2នាទីក្រោយគឺវាបិទអូតូហើយបន្ទាប់មកបើសិនឧទាហរណ៍យើងចង់កុំឲ្យវាខ្លាច់ក្មេងខ្លាច់អីគាត់មកប៉ះអីញ៉ៃញ៉ៃយើងចង់សេតនាទីវាយើងចុចនេះព្រោះថាយើងចង់ប្រើ1000អង្សាអញ្ចឹងមានថាយើងចុចសញ្ញានេះជាប់មកចុចសញ្ញាហ្នឹងឲ្យជាប់មកបន្ទាប់មកវាឡុកហើយអញ្ចឹងមានថាយើងប្រើមុខងារផ្សេងក៏អត់កើតដែរតើតែយើងធ្វើការចុចដោះឡុកចេញណាយើងដាក់ដៃឲ្យចំហ្នឹងទៅបន្ទាប់មកវានឹងធ្វើការដោះឡុកហ្នឹងហើយអញ្ចឹងមានថាបន្ទាប់ពី2នាទីក្រោយគឺវានឹងបិទឲ្យយើងអូតូហើយបន្ទាប់មកបើសិនជាយើងមិនចាំបាច់ដល់នាទីវាយើងចង់ធ្វើការបិទយើងចុចបិទវាមកគឺវាឡើងដំណើរការដល់ពេលឡើងដំណើរការមានន័យថាវាលោតសញ្ញានេះលោតសញ្ញាហ្នឹងមានន័យថាកន្លែងកញ្ចក់នេះគឺវានៅក្តៅអញ្ចឹងមានន័យថាគេឲ្យយើងធ្វើការប្រុងប្រយ័ត្នតែថាយើងប៉ះកន្លែងក្នុងវងហ្នឹងណាក្នុងវងហ្នឹងវាគឺនៅវាខ្យល់ទេហើយយើងនឹងលឺសលេងនេះមានថាកង្ហារវាខាងក្រោមដើម្បីឲ្យម៉ាស៊ីនឬក៏តួកញ្ចក់ហ្នឹងវាឆាប់ត្រជាក់ទោះបីយើងបិទក៏ដោយអញ្ចឹងមានថាកង្ហារវាខាងក្រោយគឺវានៅដំណើរការទេភ្ញៀវជាច្រើនគាត់ឆ្ងល់ថាពេលដែលយើងចុចបិទហើយវានៅតែលឺសលេងខ្យល់ពីខាងក្រោយកង្ហារលើខាងក្រោយអញ្ចឹងណាខ្យល់ហ្នឹងគឺខ្យល់ត្រជាក់ដើម្បីឲ្យក្រានយើងហ្នឹងវាឆាប់ត្រជាក់តែប៉ុណ្្នឹងទេតើតើជាមួយនឹងការប្រើប្រាស់សម្រាប់ព័ត៌មានបន្ថែមឆាតចូល Page ឬក៏ Telegram បានអរគុណ